អ្នកប្រាជ្ញទាំង10រូបដែលមានទម្លាប់ចម្លែកត្រូវបានចារក្នុងប្រវត្តិសាស្ត្រអ្នកប្រាជ្ញឬទស្សនវិទូមិនមែនជាក្រុមមនុស្សធម្មតាដោយមនុស្សដែលរស់នៅជុំវិញយើងឡើយនិយាយដោយឡែកទស្សនវិទូមួយចំនួនមានទម្លាប់ចម្លែកទៅតាមធម្មជាតិរបស់ពួកគេមានការលើកឡើងថាទម្លាប់ចម្លែកនោះធ្វើឲ្យពួកគេធ្វើការងារបានល្អនិងរកឃើញអ្វីដែលជាពិសេសជាដើម 1. Sigmund Freud Sigmund Freud គឺជាអ្នកប្រាជ្ញជនជាតិអូស្ត្រាលីដែលកើតនៅឆ្នាំ1856និងស្លាប់ទៅវិញនៅឆ្នាំ1939ស្របពេលដែលមនុស្សជាច្រើនស្គាល់ថា Freud ជាបិតាផ្នែកវិទ្យាពីគំនិតមនុស្សមโนវិទូគាត់គឺជាអ្នកប្រាជ្ញដែលបានសរសេរសៀវភៅស្ដីពីការងារទស្សនវិជ្ជាផងដែរគាត់គិតថាពេលវេលាមានតម្លៃណាស់រហូតមកដល់ថ្នាក់គាត់ចង់យំចំណាយពេលដុសធ្មេញនៅពេលដែលប្រការនេះធ្វើឲ្យប្រពន្ធរបស់គាត់ជាអ្នកច្របាច់ថ្នាំដាក់លើច្រាសដុសធ្មេញឲ្យគាត់ជារៀងរាល់ព្រឹកនេះបង្ហាញថាគាត់មិនបានចំណាយពេលវេលាចោលដោយឥតប្រយោជន៍មួយផ្នែកដែរទី2 Emmanuel Kant Emmanuel Kant គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដែលកើតនៅឆ្នាំ1724និងស្លាប់ទៅវិញនៅឆ្នាំ1804 Kant មានទម្លាប់ចម្លែកពេញមួយជីវិតរបស់លោកតែម្ដងគាត់ក្រោកពីដំណេកនៅវេលាម៉ោង5ព្រឹករួចហូបតែនឹងជក់ខ្សៀបន្ទាប់មកគាត់ធ្វើការរហូតដល់ម៉ោង7ព្រឹករួចទៅបង្រៀនសិស្សរហូតដល់ម៉ោង11ព្រឹកនិងសរសេរសៀវភៅនិងហូបអាហារថ្ងៃត្រង់នៅវេលាម៉ោង1រសៀលជារៀងរាល់ថ្ងៃហើយបន្ទាប់ពីអាហារថ្ងៃត្រង់គាត់បានចំណាយពេល1ម៉ោងដើររហូតមិនឈប់ឡើយក្រោយមកគាត់បានអានសៀវភៅរហូតដល់ម៉ោង10យប់ទើបគាត់ចូលដំណេកនេះគឺជាជីវិតរបស់អ្នកប្រាជ្ញរូបនេះកំឡុងរយៈពេល20ឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ទី3 Friedrich Nietzsche Friedrich Nietzsche គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដែលកើតនៅឆ្នាំ1844និងស្លាប់ទៅវិញនៅឆ្នាំ1900នៅក្នុងប្រវត្តិរបស់ Nietzsche បានកត់ត្រាថាគាត់គឺជាមនុស្សម្នាក់ដែលរៀបចំការវិភាគសម្រាប់ខ្លួនឯងដោយតឹងតែងបំផុតប៉ុន្តែឯករាជ្យភាពគឺជាអាទិភាពសម្រាប់ជីវិតគាត់និយាយដោយឡែករឿងផ្ទាល់ខ្លួនគាត់មិនសូវមានឲ្យនរណាដឹងឡើយបន្ថែមលើនេះគាត់ជាទូទៅគាត់ហូបផ្លែឈើច្រើនណាស់ទៅពេលដែលគាត់ហូបអាហារថ្ងៃត្រង់ដែលនេះធ្វើឲ្យគាត់មានបញ្ហាក្រពះពេញមួយជីវិតតែម្ដងទី4 Friedrich Schiller Friedrich Schiller ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដែលកើតនៅឆ្នាំ1759និងស្លាប់ទៅវិញនៅឆ្នាំ1805 Schiller គឺជាកវីខាងកំណាព្យមួយរូបដែលចូលចិត្តហិតក្លិនផ្លែប៉ោមស្អុយគាត់សហការកាលិចរបស់លោក Johann Wolfgang von Goethe ដែលជាអ្នកតែងកំណាព្យដូចគ្នានឹងជាទស្សនវិទូថ្ងៃមួយ Goethe ទៅលេងផ្ទះ Schiller ដែលរកឃើញគាត់អង្គុយហើយសរសេរកំណាព្យប៉ុន្តែមានក្លិនយ៉ាងស្អុយនៅក្នុងបន្ទប់របស់ Schiller ធ្វើឲ្យ Goethe មិនអាចទ្រាំនឹងក្លិនស្អុយនេះឡើយគាត់ឃើញគំនូរផ្លែប៉ោមស្អុយរលួយជាច្រើននៅក្នុងថតតុហើយគាត់បានឃើញ Schiller ដើរចូលនិងសាកសួរពីមូលហេតុដែលមានផ្លែប៉ោមស្អុយរលួយជាច្រើននេះ Schiller ឆ្លើយថានេះគឺជាគំនូរផ្លែប៉ោមស្អុយដែលគាត់រៀបចំឲ្យមានបែបបទនោះព្រោះពេលគាត់ធំក្លិនផ្លែប៉ោមស្អុយនឹងធ្វើឲ្យគាត់សរសេរកំណាព្យបានយ៉ាងល្អ 5. កាម៉ាត់គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់កើតនៅឆ្នាំ1818និងស្លាប់ទៅវិញនៅឆ្នាំ1883បញ្ហាដ៏ធំបំផុតរបស់លោកកាម៉ាត់គឺថាគាត់តែងតែបណ្ដោយខ្លួនឲ្យខកខានការងារជាច្រើននៅពេលដែលគាត់កំពុងសរសេរពីអ្វីមួយជំនួសពីការអង្គុយនិងការសរសេរកាម៉ាត់តែងតែឈរនិងដើរចុះឡើងយ៉ាងតក់ក្រហល់បំផុតរហូតគាត់រកឃើញគំនិតថ្មីដើម្បីបន្ថយការសរសេរពេលរកឃើញគំនិតថ្មីនោះគាត់អង្គុយចុះឡើងហើយបន្តការសរសេរពីគំនិតនោះដោយសង្ខេបបន្ទាប់មកលោកកញ្ឆក់កញ្ឆោងនិងដើរសារជាថ្មីដើម្បីរកគំនិតនិងការសរសេរទី6 Voltaire គឺជាអ្នកប្រាជ្ញជនជាតិបារាំងដែលកើតនៅឆ្នាំ1694និងស្លាប់ទៅវិញនៅឆ្នាំ1778 Voltaire មានទម្លាប់ម្យ៉ាងគឺចូលចិត្តហូបកាហ្វេណាស់ប៉ុន្តែការហូបកាហ្វេរបស់គាត់គឺខុសប្លែកពីមនុស្សគ្នាយើងកាន់តែឆ្ងាយទៅទៀតហើយនិយាយឲ្យងាយយល់គឺគាត់ហូបកាហ្វេរវាង20ទៅ40ពេកឯណោះក្នុងមួយថ្ងៃទី7 Georg Friedrich Hegel គឺជាជនជាតិអាល្លឺម៉ង់ដែលកើតនៅឆ្នាំ1770និងស្លាប់ទៅវិញនៅឆ្នាំ1831 Hegel អាចធ្វើការនិងសរសេរនិពន្ធនៅពេលណាដែលមានស្ថានភាពល្អតែប៉ុណ្ណោះនៅពេលដែលគាត់តែងនិពន្ធអ្វីមួយនៅផ្ទះគាត់តែងតែពាក់អាវសម្រាប់គេងនិងមួកកន្ទប់
ពណ៌ខ្មៅជាការពិតណាស់គាត់តែងតែធ្វើបែបនេះហើយគាត់នឹងមិនអាចសរសេរអ្វីទាំងអស់បើគាត់មិនបានធ្វើទម្លាប់ចម្លែកមួយនេះទី8 Arthur Schopenhauer Arthur Schopenhauer គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដែលកើតនៅឆ្នាំ1788និងស្លាប់ទៅវិញនៅឆ្នាំ1860ជីវិតរបស់អ្នកប្រាជ្ញ Schopenhauer ពិតជាពិបាកណាស់គាត់ចូលចិត្តធ្វើជាមនុស្សដែលអត់មានផ្ទះនៅ homeless និងមិនចូលចិត្តមានទំនាក់ទំនងជាមួយអ្នកផ្សេងឡើយគាត់ចូលចិត្តបង្កើតមិត្តភាពជាមួយសត្វឆ្កែឬនិយាយដោយងាយយល់គាត់ចូលចិត្តចិញ្ចឹមសត្វឆ្កែដើម្បីយកមករាប់អានធ្វើជាមិត្តសម្លាញ់ឆ្កែមួយក្បាលងាប់គាត់ចិញ្ចឹមមួយក្បាលទៀតគឺលោកតែបំពេញចិត្តខ្លួនឯងដោយតម្រូវឲ្យមានឆ្កែមួយក្បាលនៅក្បែរខ្លួនជានិច្ចព្រោះឆ្កែទាំងអស់ដែលគាត់ចិញ្ចឹមតែងតែដាក់ឈ្មោះថា Atma មានន័យថាដួងព្រលឹងទី9 Leonardo da Vinci Leonardo da Vinci គឺជាអ្នកប្រាជ្ញជនជាតិអ៊ីតាលីដែលកើតនៅឆ្នាំ1452និងស្លាប់ទៅវិញនៅឆ្នាំ1519បើតាមប្រវត្តិសាស្ត្រដែលបានកត់ត្រាថាលោកមិនត្រឹមតែជាទស្សនវិទូតែលោកក៏ជាអ្នកនិពន្ធនិងអ្នកច្នៃប្រឌិតផងដែរអ្នកប្រាជ្ញរូបនេះមិនទទួលបានទានដំណេកយប់ឡើយប៉ុន្តែបែរជាគេងត្រឹមតែ20នាទីប៉ុណ្ណោះរៀងរាល់4ម៉ោងម្ដងការទទួលទានដំណេកបែបនេះត្រូវបានគេឲ្យឈ្មោះថា Polyphasic Sleep Cycle អង្គក្រោយទី10 Aristotle គឺជាអ្នកប្រាជ្ញជនជាតិក្រិកដែលកើតនៅឆ្នាំ384និងស្លាប់ទៅវិញនៅឆ្នាំ322មុនគ្រិស្តសករាជលោកគឺជាគ្រូរបស់ព្រះចៅអាលីសុងដែលធ្វើសង្គ្រាមឈ្នះសឹកគ្រប់សមរភូមិកាលពីអតីតកាលទម្លាប់របស់ Aristotle គឺចូលចិត្តកាត់បន្ថយម៉ោងសម្រាកនិងអានសៀវភៅដល់ពាក់កណ្ដាលត្រៀតដល់ពេលគាត់អានសៀវភៅដល់ពាក់កណ្ដាលត្រៀតគាត់មានវិធីសម្រាប់ខ្លួនឯងដាស់ឲ្យខ្លួនឯងក្រោកដោយគាត់កាន់កាក់មួយនៅក្នុងដៃពេលគាត់ងុយដេកកាក់នោះនឹងធ្លាក់ពីដៃរបស់គាត់នឹងធ្វើឲ្យគាត់ភ្ញាក់ពីដំណេកវិញហើយបន្តការអានសៀវភៅរហូតដល់ទ្រាំលែងបានទៅចូលដំណេកមានការកត់ត្រាថាទម្លាប់បែបនេះធ្វើឲ្យ Aristotle មានជំងឺក្រពះជាប្រចាំហើយគាត់បានស្លាប់ដោយសារជំងឺក្រពះនេះឯង